តើអ្វីទៅជាចំណុចខ្សោយរបស់អារ៉ាប៊ីសាអូឌីតទើបដែលលោកដូណាល់ត្រាំអាចនឹងចាប់បង្ខំឲ្យត្រូវរើគ្នាជាមួយនឹងអ៊ីស្រាអែលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានសម្រេចចិត្តកិច្ចព្រមព្រៀងបច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលរយៈពេល30ឆ្នាំធ្វើជាឧបករណ៍នយោបាយដ៏មានឥទ្ធិពលដើម្បីបង្ខំឲ្យអារ៉ាប៊ីសាអូឌីតបោះជំហានទៅរកការបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយនឹងអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននោះនេះបញ្យល់តាមសារព័ត៌មាន Reuters និង The Times of Israel យុទ្ធសាស្ត្រការទូតបែបសម្ពាធខ្ពស់នេះបានស្ដែងឡើងយ៉ាងច្បាស់បន្ទាប់ពីព្រះអង្គម្ចាស់មហាម៉ាត់ Bin Salman រាជទាយាទនៃអារ៉ាប៊ីសាអូឌីតបានបង្ហាញជំហររឹងដោយបដិសេធមិនព្រមទទួលស្គាល់អ៊ីស្រាអែលជារដ្ឋឯករាជ្យដរាបណាគឺមិនទាន់មានការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យនោះទេមូលហេតុចម្បងដែលធ្វើឲ្យលោកត្រាំហ៊ានដាក់នុយក្លេអ៊ែរដល់ប្រថុយប្រឋាននេះគឺដោយសារតែលោកដឹងច្បាស់ថាអារ៉ាប៊ីសាអូឌីតមានមហិច្ឆតាយ៉ាងខ្លាំងក្នុងការបង្កើតកម្មវិធីថាមពលនុយក្លេអ៊ែរផ្ទាល់ខ្លួនដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលប្រេងកាតនិងដើម្បីទប់ទល់នឹងឥទ្ធិពលយោធារបស់ប្រទេសអ៊ីរ៉ង់ដែលជាគូប្រជែងនៅក្នុងតំបន់រដ្ឋាភិបាលរបស់លោកដូណាល់ត្រាំបានព្រមព្រៀងផ្ដល់សម្បទានពិសេសនិងធូររលុងជាងមុនដែលអាចអនុញ្ញាតឲ្យអារ៉ាប៊ីសាអូឌីតមានសិទ្ធិចម្រាញ់អ៊ុយរ៉ាយ៉ូមនៅលើទឹកដីខ្លួនឯងបានពលគឺខុសពីកិច្ចព្រមព្រៀងស្តង់ដារមាសដែលអាមេរិកធ្លាប់ធ្វើជាមួយនឹងអារ៉ាប់រួមលក្ខខណ្ឌពិសេសកែមិនធ្លាប់មានពីមុនគឺជាអ្វីដែលអារ៉ាប៊ីសាអូឌីតចង់បានបំផុតប៉ុន្តែភ្លាមៗបន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយលោកត្រាំបែរជាបានប្រកាសជាសាធារណៈលើបណ្ដាញសង្គមហើយថាកិច្ចព្រមព្រៀងនេះនឹងត្រូវអនុម័តនិងចូលជាធរមានបានលុះត្រាតែអារ៉ាប៊ីសាអូឌីតយល់ព្រមចូលរួមក្នុងកិច្ចព្រមព្រៀងអាប់រ៉ាហាំដើម្បីទទួលស្គាល់អ៊ីស្រាអែលប៉ុណ្ណោះម្យ៉ាងវិញទៀតការយកបញ្ហានុយក្លេអ៊ែរមកភ្ជាប់នឹងលក្ខខណ្ឌអ៊ីស្រាអែលក៏ជាយុទ្ធសាស្ត្រមួយដើម្បីជួយសម្រួលដល់ការអនុម័តនៅក្នុងសភាជាតិអាមេរិកផងដែរសមាជិកសភាអាមេរិកជាច្រើនមកពីគណៈបកប្រជាធិបតេយ្យនិងជាអ្នកជំនួយជំនាញខាងផ្នែកផ្សាយភាយនៅអាវុធនុយក្លេអ៊ែរគឺបានរិះគន់យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះដោយពួកគេបានបារម្ភថាការបន្ថយលក្ខខណ្ឌអាចនឹងរុញច្រានឲ្យអារ៉ាប៊ីសាអូឌីតបង្កើតអាវុធមហន្តរាយនិងបង្កសង្គ្រាមប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ាដូច្នេះតាមរយៈការដាក់លក្ខខណ្ឌបង្ខំឲ្យមានការសម្បោសម្រួលជាមួយនឹងអ៊ីស្រាអែលលោកត្រាំអាចនឹងប្រើប្រាស់វាជាខែលនយោបាយដើម្បីបញ្ចុះបញ្ចូលសមាជិកសភាជាន់ខ្ពស់ដែលនឹងគ្រប់គ្រងអ៊ីស្រាអែលឲ្យព្រមបើកផ្លូវដល់កិច្ចព្រមព្រៀងនេះបច្ចុប្បន្នវិមានសេតវិមានបានបញ្ជូនសេចក្តីព្រៀងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះទៅកាន់សភាដើម្បីពិនិត្យរួចរាល់ហើយដែលវាត្រូវនឹងចូលជាធរមានក្នុងរយៈពេល90ថ្ងៃនៃសម័យប្រជុំលើកលែងតែមានការបដិសេធជាឯកច្ឆន្ទពីសភាទាំងពីរថ្នាក់ទោះបីជាយ៉ាងណាក៏ដោយអ្នកវិភាគអន្តរជាតិយល់ឃើញថាយុទ្ធសាស្ត្រដើមខែបន្ទាត់ក្រហមរបស់លោកត្រាំកំពុងធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងរីយ៉ាដជួបភាពប្រកម្មប្រកបយ៉ាងខ្លាំងព្រោះវាគឺជាការជន់ឈ្លីលើបន្ទាត់នយោបាយការបរទេសរបស់អារ៉ាប៊ីសាអូឌីតដែលតែងតែទាមទារនៅដំណោះស្រាយរដ្ឋពីរសម្រាប់វិបត្តិប៉ាឡេស្ទីនមុននឹងឈានទៅរកសន្តិភាពជាមួយនឹងអ៊ីស្រាអែលគណៈពេលអ៊ីស្រាអែលមានផែនការបណ្ដេញមន្ត្រីអង់គ្លេសនិងអឺរ៉ុបចេញពីមជ្ឈមណ្ឌលគាំទ្រហ្គាហ្សាដឹកនាំដោយអាមេរិកអ៊ីស្រាអែលកំពុងពិចារណាបណ្ដេញមន្ត្រីការទូតរបស់អង់គ្លេសនិងអាចរួមមានមន្ត្រីអឺរ៉ុបផ្សេងទៀតដែលចេញពីមជ្ឈមណ្ឌលសម្បោះសម្រួលដឹកនាំដោយអាមេរិកសម្រាប់ការរៀបចំកិច្ចការនៅតំបន់ហ្គាហ្សាក្រោយបញ្ចប់សង្គ្រាមនេះបើតាមសារព័ត៌មាន Financial Times បានរាយការណ៍នៅថ្ងៃទី26ខែសីហានេះកាសែតដដែលនេះបានដកស្រង់សម្ដីពីប្រភពដែលដឹងជំរុញ
ជុំវិញរឿងនេះដោយបានបញ្ជាក់ថារដ្ឋាភិបាលអ៊ីស្រាអែលក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីៗនេះបានបើកកិច្ចពិភាក្សាស្តីពីការដកអង់គ្លេសចេញពីមជ្ឈមណ្ឌលគាំទ្រហ្គាហ្សាអន្តរជាតិមូលហេតុដែលនាំឲ្យអ៊ីស្រាអែលចង់បណ្ដេញមន្ត្រីអង់គ្លេសនិងអឺរ៉ុបមួយចំនួនចេញពីតំបន់នោះដោយសារតែការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើផែនការអនាគតសម្រាប់តំបន់ហ្គាហ្សាអង់គ្លេសនិងប្រទេសអឺរ៉ុបភាគច្រើនបានជំរុញឲ្យមានការចូលរួមពីអាជ្ញាធរប៉ាឡេស្ទីនក្នុងការគ្រប់គ្រងហ្គាហ្សានិងគ្រប់គ្រងដំណោះស្រាយរដ្ឋពីរគណៈពេលដែលរដ្ឋាភិបាលអ៊ីស្រាអែលលោកបេចាមីននេតាយ៉ាហ៊ូលោកបានបដិសេធដាច់ខាតគឺមិនឲ្យអាជ្ញាធរប៉ាឡេស្ទីនមានទូនាទីនៅទីនោះឡើយមិនតែប៉ុណ្ណោះចំណាត់ការនេះបានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោកហ្គេដេនកាលពីថ្ងៃអង្គារកន្លងទៅបានប្រកាសបណ្ដេញតំបន់ឬក៏អ្នកតំណាងប្រទេសហូឡង់ចេញពីមជ្ឈមណ្ឌលនេះរួចទៅហើយដោយសារតែអ្វីដែលអ៊ីស្រាអែលហៅថាជាវិធានការប្រឆាំងនឹងអ៊ីស្រាអែលជាបន្តបន្ទាប់របស់រដ្ឋាភិបាលហូឡង់គូរំលឹកផងដែរថាមជ្ឈមណ្ឌលគាំទ្រហ្គាហ្សាអន្តរជាតិគឺជាទីស្នាក់ការកណ្ដាលពហុជាតិសាសន៍មួយដឹកនាំដោយអាមេរិកហើយនឹងមានការចូលរួមពីបណ្ដាប្រទេសអឺរ៉ុបសំខាន់ៗដូចជាអង់គ្លេសជាដើមមជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងសន្តិសុខត្រួតពិនិត្យបទចម្បាញ់រៀបចំរចនាសម្ព័ន្ធរដ្ឋបាលនៅតំបន់ហ្គាហ្សាឡើងវិញបន្ទាប់ពីការវាយប្រហាររវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ត្រូវបានបញ្ចប់ផងដែរបាទនេះគឺជាការដេញបាននៅមន្ត្រីអង់គ្លេសចេញនិងអឺរ៉ុបចេញពីមជ្ឈមណ្ឌលគាំទ្រហ្គាហ្សាដែលដឹកនាំដោយអាមេរិកផងដែរចឹងបន្ទាប់ពីអ៊ីស្រាអែលកំពុងតែពិចារណាបណ្ដេញមន្ត្រីការទូតប្រទេសអង់គ្លេសហើយរួមជាមួយនឹងមន្ត្រីអឺរ៉ុបមួយចំនួនទៀតដោយសារតែអ៊ីស្រាអែលនេះគឺបានដាក់លក្ខខណ្ឌថាបើសិនតែមានប្រទេសណាដែលប្រឆាំងជាមួយនឹងគេនឹងបណ្ដេញចេញនៅមន្ត្រីការទូតប្រទេសនានាដែលមិនគ្រប់គ្រងអ៊ីស្រាអែលផងដែរជាពិសេសគឺប្រទេសអង់គ្លេសគឺមិនចង់ឃើញនៃការដកសិទ្ធិអំពីអាញាធិបតេយ្យប៉ាឡេស្ទីនទេដោយសារតែរដ្ឋនេះគឺជារដ្ឋពីរហើយអ៊ីស្រាអែលគឺចង់បានដោយខ្លួនឯងផងនោះបើយើងរងចាំទស្សនាទាំងអស់គ្នាជាមួយនឹងព័ត៌មានអន្តរជាតិបន្ទាប់ពីទីតាំងដែលនៅតំបន់ហ្គាហ្សានេះគឺគ្រប់គ្រងដំណោះស្រាយដល់រដ្ឋពីរដែលរដ្ឋាភិបាលអ៊ីស្រាអែលលោកបេនឆាមីននេតាន់យ៉ាហ៊ូនេះគឺបានបដិសេធដាច់ខាតគឺមិនឲ្យអាជ្ញាធរប៉ាឡេស្ទីនមានទូនាទីនៅទីនោះឡើយបើរងចាំការសម្របសម្រួលពីមន្ត្រីក៏ដូចជាអន្តរជាតិរងចាំទស្សនាព័ត៌មានអាប់ដេតថ្មីៗពី Channel របស់យើងខ្ញុំសូមចូលរួម Like Share ដើម្បីទទួលបានព័ត៌មានអាប់ដេត